ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំនាំមកបង្ហាញពីវិធីធ្វើម្ហូបមួយមុខទៀតហើយគឺលក្ខណៈប៉េងប៉ោះញាត់ជាមួយនឹងសាច់ជ្រូកជាទូទៅបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ធ្វើជាមួយនឹងសាច់ជ្រូកចិញ្ច្រាំដាក់ជាមួយនឹងម្រះតែថ្ងៃនេះនឹងខ្ញុំនឹងប្រាប់ពីវិធីធ្វើសាច់ជ្រូកចិញ្ច្រាំដាក់ជាមួយប៉េងប៉ោះវិញម្ដងឥឡូវនេះកុំឲ្យបងប្អូនចាំយូរយើងទៅមើលវិធីធ្វើនិងការដាក់គ្រឿងផ្សំទាំងអស់គ្នាដោយដំបូងឡើយនេះគឺនឹងខ្ញុំមានជាមួយនឹងផ្លែប៉េងប៉ោះរបស់យើងណាហើយនឹងសាច់ជ្រូក3ជាន់ការចិញ្ច្រាំសាច់ជ្រូកយើងយក3ជាន់គឺកាន់តែឆ្ងាញ់យើងចិញ្ច្រាំឲ្យវាម៉ត់ចឹងទៅយើងមានលាយជាមួយនឹងបង្គាក្រៀមតិចនៅក្នុងហ្នឹងចាបន្ទាប់មកនាងខ្ញុំមានប្រើជាមួយនឹងម្សៅស៊ុបរ៉ូឌីយើងតិចនៅក្នុងនោះផងដែរហើយជាមួយនឹងស្ករសបន្តិចដើម្បីឲ្យសាច់របស់យើងគឺកាន់តែមានជាតិយើងដាក់ជាមួយនឹងម្រេចចូលចិត្តហឹរយើងអាចរៀងច្រើនអញ្ចឹងណាអត់សូវចូលចិត្តដាក់បន្តិចបានដែរដើម្បីឲ្យជាតិម្រេចរបស់វាហ្នឹងគឺកាត់ក្លិនឆ្អាបនៃសាច់ជ្រូករបស់យើងបន្ទាប់មកយើងកូរច្របល់សាច់របស់យើងឲ្យវាសព្វសិនមុននឹងយកទៅញាត់ជាមួយនឹងប៉េងប៉ោះសម្រាប់ផ្នែកប៉េងប៉ោះគឺយើងយកវាមកចិត្តក្បាលចិត្តកន្ទុយនិងខ្វះយកគ្រាប់របស់វាចេញចាឥឡូវនេះផងដែរយើងដល់វគ្គដែលយើងញាត់សាច់ជ្រូករបស់យើងដាក់ចូលទៅក្នុងប៉េងប៉ោះនោះដែលយើងប្រើជាមួយនឹងស្លាបព្រាហើយនឹងញាត់សាច់របស់សាច់ជ្រូកហ្នឹងគឺឲ្យណែននៅក្នុងប៉េងប៉ោះតែម្ដងកាលណាដែលបងប្អូនញាត់សាច់ជ្រូកនៅក្នុងប៉េងប៉ោះរបស់យើងណែនបានល្អពេលដែលយើងស្ងោរឬមួយក៏យើងចៀនយកជាមួយរឿងយកទៅដុតអីអញ្ចឹងណាគឺសាច់ជ្រូកអត់បែកចេញពីប៉េងប៉ោះហើយគឺវានៅហាប់ណែនតែម្ដងហើយថ្ងៃនេះផងដែរគឺនាងខ្ញុំអត់យកទៅស្ងោរតែម្ដងទេគឺនាងខ្ញុំនឹងយកប៉េងប៉ោះដែលយើងបានញាត់ជាមួយសាច់ជ្រូកហ្នឹងយកទៅដាក់វាចៀនដំណាក់កាលមួយដំណាក់កាលសិនឥឡូវនេះផងដែរដល់វគ្គដែលយើងយកប៉េងប៉ោះរបស់យើងទៅដាក់ចៀននៅលើខ្ទះហើយយើងប្រើប្រេងឆាក្តៅបន្តិចចាំយើងដាក់ជាមួយនឹងប៉េងប៉ោះសាច់ជ្រូករបស់យើងចូលហើយត្រង់កន្លែងនេះយើងប្រើភ្លើងតិចតិចទេយើងអត់អាចប្រើភ្លើងខ្លាំងហ្មងអីចឹងធ្វើឲ្យសាច់ជ្រូករបស់យើងឆាប់ខ្លោចជាមួយនឹងប៉េងប៉ោះវាខ្លោចចឹងពេលយកទៅស្ងោរជាមួយនឹងទឹកសម្លគឺអត់ឆ្ងាញ់ទេពេលរៀងក្រៀមតិចយើងអាចប្រេទៅប្រេមកចឹងទៅដើម្បីឲ្យប៉េងប៉ោះរបស់យើងជាមួយនឹងសាច់វារៀងឆ្អិនបន្តិចចឹងណាបងប្អូនចាហើយក្នុងនោះផងដែរនេះខ្ញុំមានជាមួយនឹងខ្ទឹមសដែរយើងអាចចិញ្ច្រាំរំលែងវាក៏បានយើងអាចដាក់ទាំងមូលចេះយកមករំលែងវាឡើងឈ្ងុយតិចក៏បានដែរហើយយើងឥឡូវនេះគឺរួចរាល់យើងចាប់ផ្ដើមដាំទឹកសម្លរបស់យើងឲ្យវារៀងពុះបន្តិចនេះខ្ញុំបងជាមួយនឹងខ្ទឹមដែលយើងបានរំលែងមិញហ្នឹងដាក់ចូលទៅក្នុងនោះតែម្ដងពេលដែលយើងបងខ្ទឹមរួចរាល់ហើយនឹងខ្ញុំមានប្រើជាមួយនឹងស្ករសបន្តិចជាមួយនឹងម្សៅស៊ុបបន្តិចដែរអញ្ចឹងហើយនឹងប៊ីចេងបន្តិចបានហើយជាមួយនឹងទឹកត្រីបន្តិចផងដែរការប្រើគ្រឿងផ្សំទៅតាមការចូលចិត្តនិងទៅតាមទំហំសម្លតិចឬក៏ច្រើនដល់ពេលដែលវាពុះបានល្អហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងប៉េងប៉ោះដែលយើងបានចៀនអំបញ្ញមិញហ្នឹងចូលទៅក្នុងសម្លរបស់យើងដល់ពេលយើងកំពុងរំងាស់អញ្ចឹងវាឡើងពពុះបងប្អូនអាចទុះពពុះនោះចេញបានដើម្បីឲ្យទឹកសម្លរបស់យើងគឺកាន់តែថ្លាហើយយើងមានដាក់ជាមួយនឹងម្រេចចូលចិត្តហឹរដាក់រៀងច្រើនតិចទេបងប្អូនចាកាន់តែឆ្ងាញ់ចាគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងបន្ទាប់មកយើងរំងាស់រហូតទាល់តែឆ្អិនអញ្ចឹងទៅយើងភ្លក់ថាប្រៃនៅផ្អែមនៅអីអញ្ចឹងទៅតាមការចូលចិត្តរបស់បងប្អូនហើយយើងដួសដាក់ចានគឺជាការស្រេចហើយនៅចុងបញ្ចប់គឺនាងខ្ញុំមានបងជាមួយនឹងស្លឹកខ្ទឹមដើម្បីជាសោភ័ណភាពនិងមានក្លិនឈ្ងុយផងដែរអញ្ចឹងការធ្វើសម្លប៉េងប៉ោះញាត់ជាមួយសាច់ជ្រូករបស់នាងខ្ញុំបានជំរាបបងប្អូននឹងរួចរាល់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតណាប៉ុន្តែបងប្អូនកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណបាយបាយ